កូនប៉ាម៉ាក់ណាខ្លះដែលពិបាកក្នុងការញ៉ាំបន្លែផ្លែឈើពេលឲ្យគាត់ញ៉ាំម្ដងគឺបែបនេះប៉ាម៉ាក់កូននៅតូចៗអញ្ចឹងយើងអាចចាប់ដើមបរៀនគាត់ញ៉ាំបន្លែផ្លែឈើភ្លាមគាត់ចេះញ៉ាំភ្លាមតែម្ដងទេអញ្ចឹងយើងត្រូវមានវិធីសាស្ត្រមួយចំនួនដើម្បីជួយជំរុញគាត់ឲ្យគាត់អាចញ៉ាំបន្លែផ្លែឈើបានអញ្ចឹងការបង្រៀនគាត់យើងត្រូវចាប់ដើមពីចំណុចតូចៗទៅមួយប៉ាម៉ាក់អនុញ្ញាតឲ្យអូនបានប៉ះនៅបន្លែផ្លែឈើដែលប៉ាម៉ាក់ចង់ឲ្យអូនចេះញ៉ាំពេលដែលអូនបានប៉ះអូនអាចដឹងអំពីទំហំពីពណ៌និងរូបរាងរបស់បន្លែផ្លែឈើនឹងតែម្ដងទី2ហិតប៉ាម៉ាក់អនុញ្ញាតឲ្យអូនបានហិតនៅបន្លែផ្លែឈើដែលប៉ាម៉ាក់ចង់ឲ្យអូនចេះញ៉ាំពេលដែលអូនបានហិតអូននឹងអាចស្គាល់ក្លិននៃបន្លែផ្លែឈើនោះទី3ភ្លក្សអូននៅទូអញ្ចឹងអូនអាចចាប់ដើមញ៉ាំភ្លាមធំតែម្ដងបានទេអញ្ចឹងប៉ាម៉ាក់អាចចាប់ដើមពីចិត្តចំណុចទូចៗដើម្បីអូនបានភ្លក្សនៅបន្លែផ្លែឈើហ្នឹងទី4ញ៉ាំដំណាក់កាលនេះគឺជាដំណាក់កាលចុងក្រោយដែលអូនបានឆ្លងកាត់ពីដំណាក់កាលទី1ទី2ទី3ហើយអញ្ចឹងដំណាក់កាលនេះប៉ាម៉ាក់លើកទឹកចិត្តឲ្យអូនញ៉ាំទោះជាអូនញ៉ាំបានតិចក្តីច្រើនក្តីមានការប្រឡែកប្រឡាក់ក្តីក៏បន្តលើកទឹកចិត្តឲ្យអូនបានញ៉ាំរហូតដល់ចាស់ដំណាក់កាលទាំង4នេះសូមលើកទឹកចិត្តប៉ាម៉ាក់បន្តធ្វើឲ្យបានទៀងទាត់ជារៀងរាល់ថ្ងៃនិងអបអរសាទរកូនទោះជាកូនញ៉ាំបានតិចក្តីច្រើនក្តីក៏ដោយ